តែច្រឡំថា AI អីទៅអ្វីដែលអ្នកទាំងអស់គ្នាបានឃើញនេះមិនមែនជា AI ហើយក៏មិនបានប្រើកម្មវិធីកាត់តអីដែរទីនេះមានទិដ្ឋភាពស្រស់ស្អាតដូចនៅក្នុងរឿងព្រេងនិទានអញ្ចឹងប៉ុន្តែដើម្បីបានរីករាយជាមួយនឹងទិដ្ឋភាពដ៏ស្រស់ស្អាតនេះអ្នកទាំងអស់គ្នាត្រូវប្រឈមមុខជាមួយនឹងអាកាសធាតុដ៏សែនត្រជាក់រហូតដល់ដក20អង្សាឬពេលខ្លះអាចចុះទាបរហូតដល់ដក30អង្សាក៏មាននេះគឺជាភូមិព្រឹលលំដាប់ទី1របស់ប្រទេសចិនដែលស្ថិតនៅខេត្តហេឡុងជៀងចម្ងាយប្រមាណ300គីឡូម៉ែត្រពីទីក្រុងហាប៊ិនឬហៅថាហាអឺពីងសួស្តីអ្នកទាំងអស់គ្នាឥឡូវនេះមុននឹងទៅ China Snow Town ខ្ញុំមករកទិញអីវ៉ាន់តិចសិនបើសិនជាអ្នកទាំងអស់គ្នាត្រូវការទិញរបស់របរបន្ថែមដើម្បីជួយទប់ការពារត្រជាក់អ្នកទាំងអស់គ្នាអាចមករកនៅកន្លែងនេះបាននៅជិតអគារ San Sofia នឹងតែម្ដងអ្នកទាំងអស់គ្នាឃើញផ្លាកដាក់ឈ្មោះថា Manhattan Food Court នេះដើរចូលទៅក្នុងហ្នឹងទៅហើយបាត់ស្ដាំដើរដល់ចដាយន្តកណ្ដាលនឹងឃើញមានហាងអាហារមួយច្រកចូលគឺនៅខាងឆ្វេងហាងទល់មុខនឹងចដាយន្តនឹងតែម្ដងអ្នកទាំងអស់គ្នាដើរចុះមកនឹងឃើញហើយហាងហ្នឹងគឺមានលក់អីវ៉ាន់ច្រើនមែនទែនអាចថាយើងទិញអីវ៉ាន់មកខ្វះឬមួយក៏យើងទិញទៅវាអត់ត្រូវអាកម្រិតត្រជាក់គេអញ្ចឹងណាចឹងយើងអាចមករកទិញអានេះបានហើយតម្លៃវាក៏អាចទទួលយកបានដែរបន្ទាប់ពីទិញអីវ៉ាន់ហើយឥឡូវនេះមកស្ថានីយ៍រថភ្លើងដើម្បីធ្វើដំណើរទៅ China Snow Town ចង់និយាយថានៅចិនណាទៅណាក៏មនុស្សច្រើនដែរឥឡូវបានឡើងមកលើរថភ្លើងហើយរថភ្លើងដែលខ្ញុំជិះនេះគឺរថភ្លើងលឿនលឿនត្រូវចំណាយពេល1ម៉ោង10នាទីដើម្បីទៅដល់យ៉ាពូលីនៅ China Snow Town អត់មានស្ថានីយ៍រថភ្លើងទេចឹងយើងត្រូវឈប់នៅយ៉ាពូលីសិនហើយបានជិះឡានក្រុងឬក៏តាក់ស៊ីទៅបន្តខ្ញុំចេញមកនេះរឿងថ្ងៃដែរហើយចឹងរំទៅដល់អាចនឹងរសៀលឬក៏ល្ងាចខ្ញុំគិតថាបើយើងអាចចេញមកពេលព្រឹកគឺល្អជាងព្រោះបើយើងទៅដល់លឿនយើងអាចងាយស្រួលរកឡានក្រុងជិះពីយ៉ាពូលីទៅ China Snow Town បន្ទាប់ពីចំណាយពេលអស់1ម៉ោង10នាទីឥឡូវនេះខ្ញុំបានមកដល់យ៉ាពូលីហើយម៉ោងខ្ញុំមកដល់នេះខុសស្គិតយកឡានក្រុងចឹងក៏សម្រេចចិត្តជិះតាក់ស៊ីហ្មងទៅតម្លៃឡានក្រុងម្នាក់$11ជាងហើយតាក់ស៊ីខ្ញុំជិះនេះតម្លៃជាង$40ចឹងបើសិនយើងមានគ្នា4នាក់អីវាគិតទៅប្រហែលគ្នាទេតែបើសិនជាអ្នកទាំងអស់គ្នាចង់ជិះឡានក្រុងអាចឆែកមើល schedule មុនទៅដើម្បីកុំឲ្យពិបាករងចាំឬក៏ខកជើងតាមផ្លូវចិត្តទៅដល់ឃើញព្រិលក្រាៗស្អាតមែនទែនឥឡូវនេះមកដល់ច្រកចូលហើយត្រូវទិញសំបុត្រសិនអ្នកទាំងអស់គ្នាអាច scan ទិញដោយខ្លួនឯងក៏បានឬក៏ទិញនៅ counter កាន់តែងាយស្រួលសំបុត្រមនុស្សធំតម្លៃម្នាក់140យួនហើយគេនឹងឆាយថែមពីលើ5យួនទៀតសម្រាប់ថ្លៃឡានជូនចូលទៅក្នុងភូមិតែម្ដងបើយើងដើរទៅក៏វាឆ្ងាយដែរហើយនៅអូសវ៉ាលីអូអីទៀតមកដល់ចំណតឡានគេមានសេវាកម្មអូសវ៉ាលីឲ្យយើងដូចថាយើងចង់ដើរឲ្យស្រួលខ្លួនអីចំណាយតែ$4-5គេអូសវ៉ាលីឲ្យយើងដល់កន្លែងគេងហ្មងកន្លែងខ្ញុំគេងហ្នឹងគឺនៅក្នុងភូមិព្រិលហ្នឹងតែម្ដងដាក់តែអីវ៉ាន់ហើយអត់ចាំយូរទេចេញមកដើរលេងភ្លាមឥឡូវនេះខ្ញុំនាំអ្នកនរគ្នាមកលេងភូមិព្រិលដ៏ល្បីល្បាញរបស់ប្រទេសចិននៅនេះគេហៅថា China Snow Town ហើយជាទូទៅគេនិយាយថាទៅលេង China Snow Town នៅហាប៊ិនតែមែនទែនទៅហាប៊ិនគឺជាឈ្មោះទីក្រុងហើយ China Snow Town គឺជាភូមិព្រិលដែលគេនិយមមកលេងហើយប្រហែលឆ្នាំចុងក្រោយនេះគឺល្បីមែនទែនខ្ញុំក៏មកតាមគេតាមឯងដែរចង់មកឃើញផ្ទាល់ថាវាស្អាតប៉ុណ្ណាព្រោះឃើញតែក្នុងរូបក្នុងវីដេអូអញ្ចឹងណាតែពេលបានមកឃើញផ្ទាល់ចេះស្អាតរបស់គេមែននៅនេះព្រិលក្រាស់ដូចឃើញអញ្ចឹងនៅលើដំបូលផ្ទះហ្នឹងគឺព្រិលឡើងក្រាស់កក់នៅលើហ្នឹងហ្មងមើលនៅក្រោមចឹងអត់សូវម៉ានទេតិចខ្ញុំនាំទៅមើលពីខាងលើពេលដែលគេបើកភ្លើងអស់ហ្នឹងគឺឃើញស្អាតខ្លាំងមែនទែនអា3គ្រឿងនេះវាឈរចាំមួយចឹងបើយើងដើរហត់ទេអាចឡើងជិះទៅវាអូសយើងដើរលេងជុំវិញហ្នឹងហ្មងមិញចូលញ៉ាំអីតិចចេញមកវិញមេឃងឹតបាត់នៅនេះឆាប់ងឹតដែរម៉ោងតែ3ជាងមេឃចាប់ដើមងឹតហើយម៉ោង5មេឃងឹតឈឹងហ្មងឥឡូវនេះកំពុងតែ enjoy ជាមួយនឹងព្រិលមកលេងព្រិលលើកទី1រំពឹងថានឹងបានឃើញព្រិលធ្លាក់ច្រើនដូចធ្លាក់ភ្លៀងអញ្ចឹងណាតែនេះមានព្រិលធ្លាក់បន្តិចមួយនៅ Snow Townត្រជាក់ខ្លាំងណាស់ដក20អង្សាត្រជាក់ខ្លាំងពេកឡើងផ្លែឈើអីក៏អស់លេងរបស់ញ៉ាំមានច្រើនដែរតែដល់ពេលវាកក់អស់ទៅមើលទៅអត់តំណងគួរចង់ញ៉ាំតែសាច់ជៀមអាំងកន្លែងនេះឆ្ងាញ់គ្រាន់តែមនុស្សច្រើនត្រូវរងចាំយូរបន្តិចមកលេងនេះដល់តែត្រជាក់ខ្លាំងពេកទៅយើងអាចនៅស្ងៀមមួយកន្លែងបានទេត្រូវធ្វើសកម្មភាពរហូតបើអញ្ចឹងទេដៃជើងអីរឿងអស់ហើយបើខ្ញុំនេះនៅក្រៅយូរតែត្រជាក់ពេកខ្ញុំរត់ចូលក្នុងសិនហើយចូលញ៉ាំអីឬក៏ចូលហាងមើលអីសិនអញ្ចឹងណាឲ្យវារៀងកក់ក្ដៅតិចសិនមិនចេញមកក្រៅវិញទៀតខ្ញុំឃើញវីដេអូគេថ្ងៃខ្លះគេមានតន្ត្រីមានភ្លេងឲ្យយើងរាំលេងតែខ្ញុំមកនេះអត់ឃើញមានតែកំជ្រួចឥឡូវនេះខ្ញុំនៅអ្នកទាំងអស់គ្នាមកមើលទិដ្ឋភាពពីខាងលើម្ដងនិយាយទៅស្អាតមែនទែនស្អាតដូចក្នុងរឿងព្រេងនិទានអញ្ចឹងពេលព្រិលធ្លាក់មកកក់លើដំបូលផ្ទះក្រាស់កក់លើដើមឈើមើលទៅដូចផ្សិតហើយដល់ពេលវាសទាំងអស់អញ្ចឹងទៅត្រូវជាមួយនឹងភ្លើងគោមពណ៌ក្រហមហ្នឹងពេលដែលគេបើកភ្លើងហ្នឹងមកហើយជាមួយនឹងភ្លើងពណ៌លឿងទៅអូយមើលទៅស្អាតខ្លាំងបានឃើញទិដ្ឋភាពស្អាតអញ្ចឹងមានអីស័ក្តិសមនឹងការព្យាយាមរបស់យើងព្រោះមានត្រជាក់ធម្មតាណាត្រជាក់ខ្លាំងហើយត្រូវនឹងអ្នកចាញ់ត្រជាក់ដូចខ្ញុំទៀតតែបើយើងចង់ធ្វើបាបខ្លួនឯងអីត្រូវហើយនិយាយលេងណាទាំងអស់គ្នាយើងតស៊ូបន្តិចប៉ុន្តែយើងបានឃើញទិដ្ឋភាពស្អាតតែបើសួរថាមកទៀតអត់គិតមើលសិននៅហ្នឹងមិនស្អាតតែពេលយប់ទេណាពេលថ្ងៃក៏ស្អាតដែរមើលទៅឡើងសក្បោសដោយសារខ្ញុំគេងនៅក្នុងភូមិហ្នឹងអញ្ចឹងព្រឹកឡើងខ្ញុំអាចដើរលេងនៅក្នុងភូមិហ្នឹងបានបើយើងគេងនៅក្រៅយើងត្រូវចំណាយថ្លៃសំបុត្រចូលម្ដងទៀត
Ngày nay đọ mà phay buồn ông xa. Đi chợ nào. Người rôm này tọ. Rồi chọ bình đằng. Này Snow Town về ngay á. Tôi mình nuôi ra này ta sẽ ăn nó bài để ta. នៅនេះពេលថ្ងៃក្រោយពីលេងព្រិលហ្នឹងគេនៅមាន activity ច្រើនទៀតដូចជាអតេសេអតេហាស្គីឡើងទៅលើភ្នំជិះស្គីតកកជិះរថភ្លើងមើលភ្នំតកកអីហ្នឹងតែខ្ញុំមានណាមួយថ្ងៃហ្នឹងនៅលេងតែព្រិល enjoy សាហាវងាយបានមកហើយមកម្ដងណានៃមើលវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ